ជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះជួបជាមួយខ្ញុំសុជាតិបន្តទៀតជាមួយនឹងសំណួរចម្លើយសម្ភាសយកសញ្ជាតិអាមេរិកាំងសម្រាប់ឆ្នាំ2025សំណួរទី71 Why is it important to pay federal taxes Why is it important to pay federal taxes តើហេតុអ្វីបានជាវាមានសារៈសំខាន់ក្នុងការបង់ពន្ធទៅឲ្យរដ្ឋសហព័ន្ធចឹងតើហេតុអ្វីបានជាវាមានសារៈសំខាន់ក្នុងការបង់ពន្ធទៅឲ្យរដ្ឋសហព័ន្ធចម្លើយ required by law តម្រូវដោយច្បាប់ណាជាការតម្រូវដោយច្បាប់ចម្លើយមានច្រើនអាច required by law អាច all people paid to fund the federal government អីចឹងទៅណាអាចឬក៏ civic duty ឬក៏អីចឹងទៅណាអញ្ចឹងសូមរើសយកចម្លើយមួយណាដែលងាយស្រួលចាំសំណួរទី72 It is important for all men age 18 through 25 to register for the selective service Name one reason why It is important for all men age 18 through 25 to register for the selective service Name one reason whyវាជារឿងសំខាន់ចាំបាច់សម្រាប់បរិះប្រុសឬក៏មនុស្សប្រុសដែលមានអាយុចាប់ពី18ឆ្នាំដល់25ឆ្នាំក្នុងការចុះឈ្មោះបម្រើកងទ័ពសូមប្រាប់ហេតុផលមួយក្នុងចំណោមហេតុផលផ្សេងទៀតណាសូមប្រាប់ហេតុផលតែមួយទេចម្លើយ required by law ថាតម្រូវដោយច្បាប់ណាតម្រូវដោយច្បាប់required by law ណាចម្លើយមានច្រើនណាអាចឆ្លើយ required by law ក៏បាន civic duty ក៏បាន make draft fair ក៏បានណាសំណួរទី73 The colonies came to America for many reasons name one The colonies came to America for many reasons name one ពួកអាណានិគមមកដល់អាមេរិកដោយហេតុផលជាច្រើនសូមប្រាប់ហេតុផលមួយណាមានហេតុផលច្រើនអញ្ចឹងសូមប្រាប់ហេតុផលមួយ freedom សេរីភាពអញ្ចឹងមានមូលហេតុច្រើនណាមាន freedom ក៏មាន political liberty ក៏មាន religious freedom ក៏មានអីផ្សេងទៀតក៏មានដែរឬក៏ escape from persecution សិនអីចឹងទៅWho lived in America before European arrived? Who lived in America before the European arrived? តើអ្នកណារស់នៅអាមេរិកមុនពេលជនជាតិអឺរ៉ុបមកដល់តើអ្នកណារស់នៅអាមេរិកមុនពេលជនជាតិអឺរ៉ុបមកដល់ចម្លើយ American Indian ជនជាតិឥណ្ឌាអាមេរិកកាំងដើមគេហៅចឹងជនជាតិដើមឥណ្ឌាអាមេរិកកាំងអ្នកហ្នឹងគឺជាអ្នកដែលបានរស់នៅអឺរ៉ុបមុនគេនៅអាមេរិកមុនគេអញ្ចឹងចម្លើយយើងអាចឆ្លើយបាន2ណាយើងឆ្លើយថា American Indian ក៏បាន Native American ក៏បានសូមកុំភ្លេចជួយចុច Subscribe និងសញ្ញាកណ្ដឹងដើម្បីទទួលបានមេរៀនថ្មីៗជាច្រើនទៀតដែលខ្ញុំនឹងផុសជាបន្តបន្ទាប់ What group of people was taken and sold as slave What group of people was taken and sold as slave តើមនុស្សក្រុមណាដែលត្រូវបានគេយកទៅលក់ជាទាសករតើមនុស្សក្រុមណាដែលត្រូវបានគេចាប់យកទៅហើយលក់ជាទាសករ African ជនជាតិអាហ្វ្រិកណាជនជាតិអាហ្វ្រិកអញ្ចឹងជនជាតិអាហ្វ្រិកគេត្រូវបានគេចាប់យកទៅលក់ច្រើនណាស់នៅអាមេរិកកាលពីដើមចម្លើយរបស់វាយើងអាចឆ្លើយបាន2គឺយើងឆ្លើយថា African តទេក៏បានយើងអាចឆ្លើយថា people from Africa ក៏បាន What war did the American fight to win independence from Britain Britain ហ្នឹងគេអាន Britain
ខ្ញុំរស់នៅស្រុកខ្មែរពិបាកអាន អានតែ Britain ដល់ពេលគេអាន Britain What war did the American fight to win independence from Britain តើសង្គ្រាមឈ្មោះអ្វីដែលជនជាតិអាមេរិកដែលអាមេរិកកាំងហ្នឹងប្រយុទ្ធដើម្បីឈ្នះឯករាជ្យដើម្បីទទួលបានឯករាជ្យពីចក្រភពអង់គ្លេសតើសង្គ្រាមហ្នឹងឈ្មោះអីដែលជនជាតិអាមេរិកកាំងប្រយុទ្ធដើម្បីទទួលបានឯករាជ្យពីចក្រភពអង់គ្លេសចម្លើយ War of Independence War of Independence ឈ្មោះសង្គ្រាមនេះគឺ War of Independence គឺសង្គ្រាមដើម្បីទទួលបានឯករាជ្យភាពមានចម្លើយរបៀបផ្សេងទៀតដែលអាចឆ្លើយបានគឺ War of Independence ក៏បាន American Revolution ក៏បាន The Revolutionary War ក៏បានមួយណាក៏បានឲ្យតែងាយស្រួលចាំ Name one reason why the American declare independence from Britain ឬក៏ Britain Name one reason why the American declare independence from Britain ឬក៏ Britain សូមប្រាប់ឈ្មោះមួយណាសូមប្រាប់ឈ្មោះអំពីមូលហេតុមួយសូមប្រាប់មូលហេតុមួយដែលធ្វើឲ្យអាមេរិកកាំងណាប្រកាសឯករាជ្យពីប្រទេសអង់គ្លេសព្រោះអង់គ្លេសត្រួតត្រាអាមេរិកកាំងតើហេតុអីបានជាអាមេរិកកាំងប្រកាសឯករាជ្យពីប្រទេសអង់គ្លេស High taxes ពន្ធខ្ពស់ពេកណាដោយសារតែអង់គ្លេសយកពន្ធនៅលើជនជាតិអាមេរិកកាំងវាថ្លៃពេកខ្ពស់ពេកដូច្នេះហើយក៏ទាមទារឯករាជ្យទៅអញ្ចឹងនេះជាចម្លើយទាំងអស់ដែលជាមូលហេតុដែលធ្វើអាមេរិកកាំងហ្នឹងប្រកាសឯករាជ្យពីប្រទេសអង់គ្លេសអញ្ចឹងឆ្លើយមួយណាក៏បានដែលស្រួលចំណាំ Who wrote question ទី78ណា Who wrote the Declaration of Independence Who wrote the Declaration of Independence តើអ្នកណាជាអ្នកសរសេរសេចក្តីប្រកាសឯករាជ្យនេះតើអ្នកណាជាអ្នកសរសេរសេចក្តីប្រកាសឯករាជ្យនេះ Thomas Jefferson គឺលោក Thomas Jefferson ណាលោក Thomas Jefferson គឺជាអ្នកសរសេរនៅសេចក្តីប្រកាសឯករាជ្យ When was the Declaration of Independence adopted When was the Declaration of Independence adopted តើសេចក្តីប្រកាសឯករាជ្យត្រូវបានអនុម័តនៅពេលណាតើសេចក្តីប្រកាសឯករាជ្យត្រូវបានអនុម័តទៅពេលណា July 4th 1776 July 4th 1776 អញ្ចឹងនៅក្នុងខែថ្ងៃទី4ខែកក្កដាឆ្នាំ1976ណាថ្ងៃទី4ខែ7 76សំណួរទី80 The American Revolution had many important events Name one The American Revolution had many important events Name one បដិវត្តន៍អាមេរិកមានព្រឹត្តិការណ៍សំខាន់ជាច្រើនសូមប្រាប់ឈ្មោះព្រឹត្តិការណ៍មួយមានតែព្រឹត្តិការណ៍មួយក្នុងចំណោមព្រឹត្តិការណ៍សំខាន់ទាំងនោះចម្លើយ Declaration of Independence Declaration of Independence ការប្រកាសឯករាជ្យចឹងចម្លើយមានច្រើនណាចម្លើយមានច្រើនមាន Battle of Bunker Hill Declaration of Independence មានអីផ្សេងទៀតចឹងតែបងប្អូនមើលមួយណាដែលងាយស្រួលចំណាំយកចុះហើយផ្ដោតតែវាទៅបានហើយអរគុណច្រើនយើងចាប់ប៉ុណ្ណេះជម្រាបលា